បាទសួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែនិយមតាមដាន Channel YouTube របស់ Primitive Beta Fish ថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយមកបង្ហាញជូនបងប្អូនទស្សនាពីការបង្កាត់ត្រីក្រាំ3សំបុកក្នុងធុងតែមួយអញ្ចឹងបងប្អូនសូមចូលទស្សនាទាំងអស់គ្នាដើម្បីបានដឹងពីរបៀបបង្កាត់បាទបាទជាដំបូងបងប្អូនត្រៀមទឹកស្អាតចំនួន1ធុងហើយធុងដែលបងប្អូនយកមកប្រើនេះសូមជ្រើសរើសយកធុងដែលធំបន្ទាប់មកយើងដាក់អំបិលចំពោះខ្ញុំប្រើអំបិលក្រួសសម្រាប់ដាក់ម្សៅទឹកហើយបន្តទៀតគឺស្លឹកឆាត់គឺយើងមិនអាចខ្វះបានទេតែខាត់យើងត្រូវតែដាក់វាបន្ទាប់មកបងប្អូនកាត់ធុងស្នោជាបំណែកចឹងមកដើម្បីយើងធ្វើជារនាំងខាន់ចែកនៅក្នុងធុងនេះជា3ផ្នែកសម្រាប់ដាក់ត្រីរបស់យើង3សំបុកបងប្អូនអាចមើលវីដេអូនេះបានដោយរូបភាពនេះខ្ញុំកាត់ធុងស្នោកាត់គម្របរបស់វាហើយយកគម្របរបស់វាហ្នឹងមកខាន់ជា3ផ្នែកក្នុងធុងអញ្ចឹងបងប្អូនមើលទៅយើងទទួលបានប្រឡោះចំនួន3នៅក្នុងធុងតែមួយអញ្ចឹងគឺយើងអាចនឹងបង្កាត់ត្រីចំនួន3គូនៅក្នុងធុងតែមួយធ្វើបែបនេះគឺចំណេញមែនទែនបាទទុកទឹករយៈពេល3ថ្ងៃក្រោយមកយើងចាប់ផ្ដើមលែងបាត្រីរបស់យើងចូលបន្ទាប់ពីលែងបាត្រីហើយគឺយើងដាក់មេនៅក្នុងកែវរួចដាក់ធៀបជាមួយនឹងបាដូចយើងបង្កាត់ធម្មតាដោយវិធីនេះគឺយើងដាក់ទៅបានទទួលផលច្រើនវាជួយការពារកុំឲ្យបាខំមេរបួសច្រើនចំពោះបារបស់យើងគឺសុទ្ធតែមានសុខភាពល្អទាំងអស់បងប្អូនអាចពិនិត្យមើលបានគឺមានភាពរហ័សរហួននិងអួតដាក់មេជាខ្លាំងចំពោះបាគឺបងប្អូនរើសយកបាដែលមានសុខភាពល្អអញ្ចឹងមកហើយកុំភ្លេចដាក់ជាមួយនឹងស្លឹកឆាត់ថែមទៀតដោយដាក់ស្លឹកឆាត់សារនេះគឺយើងដាក់ឲ្យវាធ្វើពពុះតបមកបងប្អូនគ្របគម្របធុងព្រឹកឡើងយើងមកអ៊ុតមើលទាំងអស់គ្នាតើត្រីរបស់យើងបានធ្វើពពុះដែរអត់បាទជាក់ស្ដែងគឺត្រីរបស់យើងបានធ្វើពពុះទាំងអស់ទាំង3សំបុកហើយពពុះនេះគឺធំល្អទៀតពពុះច្រើនមែនទែនបងប្អូនដោយសារត្រីរបស់យើងមានសុខភាពល្អគឺវាធ្វើពពុះបានច្រើនអញ្ចឹងបន្ទាប់ពីត្រីរបស់យើងធ្វើពពុះហើយយើងចាក់ត្រីញីចូលទៅផ្ទាល់ជាមួយនឹងត្រីឈ្មោលចាំក្រោយពេលដែលយើងទុកវាជាមួយគ្នាមួយយប់ដោយដាក់ធៀបគឺឃើញថាត្រីវាស្គាល់គ្នាហើយវាមិនសូវខំគ្នាទេដូចជាមេអញ្ចឹងគឺវាដេញអួតដាក់ឈ្មោលបងប្អូនឃើញហើយនេះបានន័យថាមេក៏វាចង់បង្កាត់ដែរវាដល់ពេលដែលត្រូវបង្កាត់ហើយមេរបស់ខ្ញុំនេះក៏ថែសុខភាពល្អដែរបាទគឺពោះពងច្រើនណាស់ពេញពោះតែម្ដងបងប្អូនអាចមើលបានគឺពោះវាធំណាស់តបមកយើងគ្របវាបន្តទៀតមួយថ្ងៃបន្ទាប់មកយើងមកអ៊ុតមើលទាំងអស់គ្នាតើត្រីរបស់យើងពងបានប្រមាណសំបុកហើយក្នុងចំណោម3សំបុកក្នុងធុងតែមួយនេះអញ្ចឹងក្រោយពីការពិនិត្យមើលមេជាក់ស្ដែងឃើញថាមេមួយនេះនៅខាងក្រៅសំបុកប៉ុន្តែពោះរបស់វាបានទូចគឺពោះវាទូចហើយបានន័យថាវាពងហើយ
តែវាពពុះវាក្រាស់ពេកអញ្ចឹងខ្ញុំធ្វើការវែកពពុះមើលចង់ដឹងថាតើត្រីនេះពងឬក៏មិនពងហើយបងប្អូនពិនិត្យមើលទាំងអស់គ្នាថាត្រីនេះពងអត់បាទនេះជាក់ស្ដែងគឺពងរបស់វាច្រើនមែនទែនបាទបងប្អូនមើលទៅសហ្នឹងគឺសិតតែពងវាហើយហើយចំណែកពីសបុកទៀតគឺមិនទាន់ពងទេថ្ងៃទី2បន្ទាប់ពីយើងក្របរួចហ្នឹងយើងមកបើកមើលម្ដងទៀតមកគឺយើងអាចមើលដឹងថាមេគឺពងឲ្យហើយដោយសារយើងមើលទៅឃើញមេរបស់យើងហ្នឹងវានៅខាងក្រៅសបុកហើយពោះរបស់វាហ្នឹងគឺទូចបើន័យថាវាអស់ពងហើយអញ្ចឹងគឺយើងអាចមើលដឹងថាត្រីរបស់យើងពងរួចហើយហើយបើបងប្អូនមិនច្បាស់ទេបងប្អូនអាចពិនិត្យទៅក្នុងសបុកទៅទៀតយើងនឹងមើលឃើញពងរបស់ត្រីបាទតបមកយើងក្របវាម្ដងទៀតទៅបន្ទាប់ពី4ថ្ងៃកន្លងផុតទៅឃើញថាត្រីរបស់យើងញាស់ហើយចេះហែលទឹកទៀតនេះបងប្អូនអាចពិនិត្យមើលជាក់ស្ដែងបានគឺត្រីរបស់យើងញាស់ហើយនេះខ្មៅទូចហ្នឹងបងប្អូនគឺញាស់ច្រើនមែនទែនហើយថែមទាំងចេះហែលទឹកទៀតផងនៅក្នុងកំឡុងពេលរយៈពេល4ថ្ងៃនេះគឺខ្ញុំមិនដែលបើកមើលទេតែកាលណាយើងបើកមើលច្រើនហ្នឹងពពុះរបស់បាវានឹងបែកពេលណាដែលបែកចឹងត្រីរបស់យើងអាចលិចទៅក្នុងទឹកធ្វើឲ្យវាងាប់ហើយវាការញាស់វាគឺមិនសូវល្អដែរបន្ទាប់ពីញាស់បានរយៈពេល4ថ្ងៃនេះយើងចាប់ផ្ដើមដល់ចំណីឲ្យកូនត្រីរបស់យើងចំពោះខ្ញុំចំណីដែលល្អបំផុតគឺខ្ញុំប្រើអាទីមៀនេះគឺយើងញាស់ដោយអុកស៊ីហ្សែនហើយវាមានរូបរាងទូចល្អិតជាងចែកទឹកដោយរូបរាងទូចល្អិតនេះហើយធ្វើឲ្យកូនត្រីរបស់យើងងាយស្រួលក្នុងការស៊ីបើសិនជាយើងដាក់ចែកទឹកក៏បានដែរប៉ុន្តែចែកទឹកចំពោះចែកទឹកធំគឺវាស៊ីមិនទាន់បានទេប៉ុន្តែពេលដែលចែកទឹកនឹងពងកូនមកវាអាចកូនត្រីរបស់យើងអាចស៊ីបានបន្ទាប់ពីដាក់ចំណីរួចហើយគឺយើងបន្តទុកបារហូតដល់រយៈពេល1សប្តាហ៍ទៅ10ថ្ងៃដើម្បីឲ្យកូនត្រីរបស់យើងចេះហែលស្ទាត់ហើយនឹងអាចស៊ីចំណីដោយខ្លួនឯងបានពួកខ្ញុំជាទូទៅគឺរយៈពេល10ថ្ងៃនៃការញាស់ហ្នឹងគឺខ្ញុំដកបាចេញហើយការដកបាចេញគឺខ្ញុំចាប់ដោយដៃទេខ្ញុំមិនប្រើកត្រងទេទេពោះរនាំងនេះគឺយើងមិនទាន់ដកចេញទេគឺយើងនៅរក្សាទុកដដែលរហូតដល់3ទៅ4ថ្ងៃទៀតគឺខ្ញុំដករនាំងនេះចេញបញ្ចូលគ្នាតែមួយឥឡូវនេះថ្ងៃដែលខ្ញុំត្រូវដករនាំងចេញបានមកដល់ហើយជាងដកវាចេញក្នុងអញ្ចឹងមកអញ្ចឹង2សម្បុកវាคล้ายទៅជា1សម្បុកវាទៅយើងដកមួយទៀត3សម្បុកគឺវាคล้ายទៅជាត្រីតែមួយសម្បុកទេបាទបងប្អូនពិនិត្យមើលការធ្វើបែបនេះគឺខ្ញុំទើបតែសាកល្បងលើកទី1ទេប៉ុន្តែទទួលបានអារម្មណ៍ល្អមែនទែនដោយសារកូនត្រីរបស់ខ្ញុំញាស់បានច្រើនហើយពេលដែលខ្ញុំដករនាំងចេញពេលដែលវាលាយចូលគ្នា3សម្បុកឃើញថាកូនត្រីច្រើនមែនទែនខ្ញុំមិននឹកស្មានថាធ្វើបែបនេះគឺចំណេញទីតាំងរបស់យើងទាំងការថែទាំទឹកការផ្លាស់ប្ដូរទឹកហ្នឹងឲ្យចំណីគឺក្នុងធុងតែមួយដោយយើងដាក់បាន3សម្បុកបាទចំពោះវីដេអូបន្ទាប់ខ្ញុំនឹងចេញបន្តទៀតនៅពេលក្រោយខ្ញុំនឹងអាប់ដេតវីដេអូនេះឡើងវិញបើសិនជាបងប្អូនពេញចិត្តវីដេអូនេះសូមជួយ like subscribe និង share ចែកម្លែកដល់បងប្អូនយើងដែលនិយមចូលចិត្តនិងចិញ្ចឹមត្រីក្រំបាទសូមអរគុណសូមជម្រាបលាបាទ